ខ្ញុំនិយាយជាមួយមុនតាមត្រង់ចុះសេណាមកលើកនេះណាដូចឡប់មិនទេយេឈ្នះហើយបិទមាត់ទៅនាងកញ្ញាសេរីណាគឺជាក្មួយស្រីបង្កើតរបស់យើងអ្នកដែលគួរឲ្យខ្លាចបំផុតគឺជាឯងអាអ្នកដតីបើសិនជាសាច់ឯងអាចទុកចិត្តបានណាមិនមែនប៉ារបស់អ្នកនាងជួយខ្ញុំឲ្យការពារទេមុនតើរឿងនេះត្រូវអស់បន្លាយដល់ពេលណាខ្ញុំពិតជាបារម្ភពីបងប្រុសខ្ញុំណាមិនដឹងថាពេលនេះសុខទុក្ខគេយ៉ាងម៉េចហើយទេរឿងនេះណានាងសេលេណាកំពុងតែដោះស្រាយសាណាកុំបារម្ភអីយ៉ាងណាខ្ញុំមិនទៅចោលសាណាដែរខ្ញុំនឹងជួយដោះស្រាយរឿងនេះខ្ញុំនិយាយជាមួយមុនតាមត្រង់ចុះខ្ញុំមានអារម្មណ៍ថាសេណាមកលើកនេះដូចឡប់មិនទេមិននឹងអាចដោះស្រាយបញ្ហាធំបានទៅបើថាមុនជួយខ្ញុំមែនប៉ុន្តែមុនស្ថិតក្រោមការបញ្ជារបស់សេនាដដែលហ្នឹងសាណាស្ដាប់ខ្ញុំសិនហើយធ្វើចិត្តអត់តិចខ្ញុំនឹងជួយពន្លឿនរឿងនេះបើសិនជាសាណាមិនទុកចិត្តអ្នកនាងសេលេណាទេគួរតែទុកចិត្តខ្ញុំផង